ភាពភ័យខ្លាចគឺជាគុកឥតជញ្ជាំងគ្មានរូបរាងគ្មានក្លិនតែវាធ្វើឲ្យយើងភ័យខ្លាចពាក្យថាភ័យខ្លាចមួយម៉ាត់វារារាំងសម្រាប់ខ្ញុំគឺជាច្រើនឆ្នាំខ្ញុំចង់ធ្វើអីក៏ខ្ញុំអត់ហ៊ានធ្វើដោយសារតែខ្ញុំភ័យខ្លាចខ្ញុំបារម្ភខ្ញុំគិតច្រើនអំពីរឿងដែលនឹងកើតឡើងក៏ប៉ុន្តែយើងនឹកភ្លេចចាំអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាកុំឲ្យខ្វល់ខ្វាយអំពីថ្ងៃស្អែកឡើយទុកឲ្យថ្ងៃស្អែកវាខ្វាយខ្វល់ពីវាទៅមិនបាច់ខ្វល់ទេគិតតែថ្ងៃនេះបានហើយអញ្ចឹងហើយដោយសារតែភាពខ្វល់ខ្វាយភាពគិតច្រើននឹងឯងវាធ្វើឲ្យយើងជាប់នៅក្នុងគុកលែងមានសេរីភាពវាធ្វើឲ្យយើងនៅតែមួយកន្លែងដូច្នេះហើយកុំខ្វល់ខ្វាយចាប់ផ្ដើមធ្វើអ្វីដែលបងប្អូនចង់ធ្វើកុំគិតច្រើនព្រះអង្គចាស់ថាឲ្យរស់នៅថ្ងៃនេះឲ្យល្អបំផុតហើយត្រូវតែចាក់ចេញអំពីគុកភាពភ័យខ្លាចដែលជាអត់ជាងអត់ក្លិនមើលអត់ឃើញតែវាប្រហែលជាឃុំបងប្អូនជាច្រើនឆ្នាំហើយខ្ញុំដូចគ្នាចាក់ចេញពីកន្លែងនោះទៅកន្លែងមួយដែលល្អជាងហ្នឹងចេញពីភាពភ័យខ្លាចដើរទៅកន្លែងថ្មី right សូមព្រះជាម្ចាស់ប្រទានពរ